ស្រាប់តែបានលឺនៅសំឡេងហឹកខាក់ហាក់បីដូចជាមានវងសัตว์កំពុងតែដើរមកទីនេះពេលដែលពួកគាត់សម្លឹងមើលទៅនោះទើបឃើញថាវាគឺជាហ្វូងជ្រូកព្រៃពុទ្ធោយខ្ញុំមិនដែលឃើញហ្វូងជ្រូកព្រៃអីក៏ធំយ៉ាងនេះទេពេលដែលនាយមុតនិយាយរួចភ្លាមពេលនោះក៏ស្រាប់តែហ្វូងជ្រូកព្រៃនោះបានផ្អើលត្រឡប់ចាក់ចេញទៅវិញហាក់បីដូចជាបានដឹងនិងបានឮនៅអ្វីដែលគេបាននិយាយគ្នាដូចនេះឯងនៅពេលដែលអ៊ំលោកបានឃើញដូចនេះគាត់ក៏ហាក់បីដូចជាបានដឹងនៅរឿងអ្វីមួយយ៉ាងតែពេលនោះគាត់ក៏មិននិយាយអ្វីនោះទេហើយក្រោយពីហ្វូងជ្រូកព្រៃនោះបានត្រឡប់ទៅវិញនោះឃើញថាសភាពនៅក្នុងព្រៃក៏ប្រែជាស្ងាត់ខុសពីធម្មតាហើយអ្វីដែលធ្វើឲ្យពួកគាត់កាន់តែចម្លែកនោះគឺថាពេលនោះមិនឃើញមានសត្វព្រៃមកផឹកទឹកខ្នាចនោះទៀតតតែសោះគឺថារហូតដល់ទៅ2-3 ម៉ោងទៅហើយចម្លែកណាស់ហេតុអីក៏មិនឃើញមានសត្វមកផឹកទឹកខ្នាចនេះទៀតចឹងមែនហើយអ៊ំឬមួយក៏អស់សត្វដែលវាត្រូវមកផឹកទឹកខ្នាចនេះហើយទេមិនអាចនោះទេ